វៀតណាមចុះកិច្ចសន្យាប្រមូលទិញដំឡូងមីពីកម្ពុជាចំនួន3លានតោនក្នុងមួយឆ្នាំក្រុមហ៊ុនធំៗរបស់វៀតណាមចំនួន4បានចុះកិច្ចសន្យាប្រមូលទិញដំឡូងមីពីកម្ពុជាចំនួន3លានតោនក្នុងមួយឆ្នាំកិច្ចសន្យាទិញលក់ខាងលើធ្វើឡើងក្នុងពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជានិងសមាគមដំឡូងមីវៀតណាមក្រោមអធិបតីភាពលោកជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី23ខែតុលាឆ្នាំ2025នេះដោយមានការចូលរួមពីតំណាងស្ថានទូតវៀតណាមនៅកម្ពុជាសហព័ន្ធដំឡូងមីកម្ពុជាសមាគមដំឡូងមីវៀតណាមតំណាងធនាគារ ARDBធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជានិងវៀតណាមព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនអ្នកអនុសារណៈនៃការយោគយល់គ្នានេះមានគោលបំណងពង្រឹងនិងកែលម្អផលិតកម្មការកែច្នៃនិងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជានិងវៀតណាមដែលតាមរយៈនេះនឹងជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ9លានតោនក្នុងមួយឆ្នាំយោងតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាក្នុងរយៈពេល9ខែដើមឆ្នាំ2025ការនាំចេញដំឡូងមីមានចំនួន2លានតោនថយចុះជាង 16% និងការនាំចេញចំណិតដំឡូងមីក្រៀមមានចំនួនជាង 1.3 លានតោនកើនឡើងជាង 57% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។